ចាសួស្តីបងប្អូនអរគ្នាតាមមកធ្វើខសាច់មាន់ជាមួយខ្ញុំទាំងអស់គ្នាគឺថាខដាក់បន្លែបងប្អូនតាកូនខ្ញុំចូលចិត្តណាស់ខសាច់មាន់ដាក់បន្លែបើសិនតែខសាច់ជ្រូកវិញគឺខាតតែម្ដងបងប្អូនគឺគាត់ចង់ហូបតែសាច់សុទ្ធចឹងណាហើយបើសិនតែយើងខសាច់ជ្រូកដាក់សាច់សុទ្ធទៅវាធ្វើឲ្យអត់មានរសជាតិទេហើយសាច់វារឹងទៀតបើសិនតែថាយើងខដាក់ខ្លាញ់ទេគឺគាត់មិនចូលចិត្តទេគឺថាខ្លាញ់គឺថាដឹងតែចោលហើយខាតច្រើនចឹងទៅខ្ញុំធ្វើខសាច់មាន់ចាខសាច់មាន់ហ្នឹងគឺយើងឆ្នៃដាក់បន្លែបងប្អូនឥឡូវយើងប្រឡាក់សាច់ហើយយើងចាប់តាមខទាំងអស់គ្នាគឺមានស្ករក្រហមទេបងប្អូនវាលីងស្ករសជាមួយនឹងប្រេងឆាយើងដាក់ប្រេងបន្តិចទៅហើយជាមួយស្ករសយើងកូរមុំថាឡើងក្រហមល្អអញ្ចឹងហើយយើងចាប់ផ្ដើមដាក់ខ្ទឹមយើងគឺថាយើងទៅបុកហើយបងប្អូនបុកហើយយើងដាក់រំលីងជាមួយស្ករទៅយើងរំលីងចុះរំលីងឡើងល្មមថាយើងក្រហមហើយអញ្ចឹងយើងដាក់ចាក់សាច់មាន់យើងចូលបងប្អូនគឺថាសាច់មាន់យើងគឺថាប្រឡាក់គ្រឿងទុកមកទុះហើយបានយើងយកមកខសាច់មាន់យើងខ្ញុំគឺមានសពគ្រប់ហ្មងថ្ងៃនេះគឺថាមានបន្លែមានពងទាយើងគ្រប់ទុកមកទុះមកតែវាចេញជាតិចេញទឹកប្រៃហើយអញ្ចឹងយើងក៏គ្រប់ទុកមកទុះសិនទៅហើយយើងធ្វើនេះក៏បានធ្វើនៅក្នុងទេបងប្អូនគាត់ថាគេលើឡើងថ្លៃសាហាវអញ្ចឹងទៅយើងមកធ្វើនៅក្រៅផ្ទះវិញម្ដងហើយឥឡូវនេះយើងថាសាច់យើងរៀងឆ្អិនបាន60%អីចឹងហើយយើងចាក់ពងទាចូលហើយចាក់ពងទាហ្នឹងដំបូងឡើយកុំអាកូរសិនបងប្អូនគឺថាទុកឲ្យពងទារៀងរឹងបន្តិចហើយចាំយើងកូរបន្ទាប់ទៅយើងកូរមើលថាពងទាយើងរឹងហើយយើងចាក់ប៉េងប៉ោះចូលបងប្អូនគឺថាចាក់ប៉េងប៉ោះយើងគ្របទុកឲ្យវាឆ្អិនប៉េងប៉ោះហើយបន្ទាប់មកយើងចាក់បន្លែថែមចូលទៅបងប្អូនហើយយើងគ្របទុកនៅស្ទូទៅហើយយើងបើកមើលថាខយើងឆ្អិននៅចាមើលទៅទំនងហើយគឺថាឆ្អិន90%ហើយបងប្អូនហើយយើងគ្របទុកនៅស្ទូទៀតទៅចានេះគឺថាខយើងរួចរាល់ហើយតែមិនទាន់ថាផុយបន្លែប្រហែលទេគឺថាដល់ម៉ោងញ៉ាំបាយហើយគឺថាតាទ្រាំមិនបានទេក្លិនឈ្ងុយផងក៏កាន់ចានមកដួសជើងមួយមាន់ពងមួយពងទាមួយចឹងណាបងប្អូនចាបន្ទាប់ពីតាដួសដាក់ចានហើយក៏ខ្ញុំគ្របទុកមកទុះសិនដើម្បីឲ្យបន្លែហ្នឹងវាទន់បន្តិចបងប្អូននេះនៅបន្លែនៅមិនទាន់ទន់ល្អទេហើយខ្ញុំក៏គ្របទុកមកទុះសិនហើយវីដេអូយើងខ្ញុំក៏មានតែប៉ុណ្្នឹងទេខបន្លែដាក់ពងទាហើយជាមួយសាច់មាន់ចាបងប្អូនមើលតំណង